សួស្តីអ្នកនរគ្នាខ្ញុំចង់សួរអ្នកនរគ្នាតិច yes បើសិនជាអ្នកណាដែលគាត់ដឹងថាកន្លែងណាល្អជួយ recommend ប្រាប់ខ្ញុំផងព្រោះដោយសារតែខ្ញុំមានគោលបំណងនៅក្នុងការពាត់ថ្មិញរបស់ខ្ញុំអ្នកនរគ្នាដឹងស្រាប់ហើយហើយយើងទៅខ្ញុំចង់ពាត់ថ្មិញរបស់ខ្ញុំយូរតាំងពីមុនខ្ញុំមកចិនអ្នកនរគ្នាតែដោយសារពេលហ្នឹងខ្ញុំគិតថាចាំមកពាត់នៅចិនចឹងទៅអីចឹងណាពេលដែលយើងរៀននៅចិនអីចឹងទៅកុំឲ្យពិបាកចុះឡើងមកលាងសម្អាតអីនៅខ្មែរចឹងទៅតែពេលជាក់ស្ដែងពេលដែលខ្ញុំមកដល់ចិនគេ recommend ថាមិនពាត់នៅចិនទេព្រោះដោយសារខ្លាចវាពិបាកចេះពិបាកចុងអីចឹងទៅអញ្ចឹងទៅពេលវ៉ាកងប្រហែលដងដែលខ្ញុំទៅលេងខ្មែរទៅលេងអីហ្នឹងខ្ញុំព្រមពាត់ថ្មិញនៅខ្មែរអ្នកនរគ្នាទៅពេលហើយគិតថាបើពាត់ថ្មិញនៅខ្មែរហើយពេលដែលខ្ញុំមកដល់ចិនវិញពេលដែលត្រូវទៅសម្អាតណាត់ជួបពេទ្យណាត់ជួបអីចឹងទៅវាពិបាកទៀតចឹងអញ្ចឹងក៏ហីហ្មងទៅទុកថានៅពេលដែលរៀនចប់ទៅខ្មែរវិញបានខ្ញុំពាត់តែឥឡូវហ្នឹងជាក់ស្ដែងគឺឆ្នាំក្រោយនឹងខែ7គឺខ្ញុំចប់ហើយខ្ញុំត្រូវទៅខ្មែរវិញហើយទៅពេលអញ្ចឹងគឺឥឡូវនេះខ្ញុំកំពុងតែរក clinic បដាហើយខ្ញុំ search មើល clinic អីចឹងតែខ្ញុំអត់ដឹងថា clinic មួយណាដែលល្អទេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាណាគេដែលគាត់ធ្លាប់ធ្វើថ្មិញធ្វើអីចឹងជួយ recommend ប្រាប់ខ្ញុំតិចមកថា clinic មួយណាដែលគាត់ល្អក្នុងការធ្វើថ្មិញពាត់ថ្មិញអីចឹងទៅហើយចំពោះថ្មិញរបស់ខ្ញុំអ្នកទាំងអស់គ្នាខាងលើគឺវាអត់មានជាបញ្ហាទេខាងក្រោមគឺវារៀងចពើចេញមកមួយដែរតែពីមុនក៏អត់ជាបញ្ហាដែរតែដល់ពេលដោយសារតែមួយរយៈក្រោយមុនខ្ញុំឡើងមកចិនហ្នឹងគឺខ្ញុំរៀបអត់ដល់ស្រាប់ហើយយើងខំយើងជាប់ឆ្អឹងមន់ឆ្អឹងអីចឹងហើយខ្ញុំចេះទាញទៅឥឡូវឡើងថ្មិញខ្ញុំខាងក្រោមរៀងចពើចេញមកដល់ពេលអញ្ចឹងវាធ្វើឲ្យយើងមាន feeling មួយរៀងបាត់បង់ confidence លើខ្លួនឯងដែរអញ្ចឹងណាអ្នកនរគ្នា so yeah ចង់ឲ្យអ្នកនរគ្នា recommend clinic ណាមួយមកកាន់ខ្ញុំតិចមកហើយបើអាចចាស់ clinic ឃើញអីចង់ sponsor អីចឹងទៅបាន50-60% អីចឹងទៅក៏ល្អដែរអ្នកនរគ្នាអញ្ចឹងណាហើយ yeah បកចូលវីដេអូនេះវិញគឺខ្ញុំកំពុងតែនៅក្នុងពលានយន្តហោះសិនចិនអ្នកនរគ្នាដោយសារតែខ្ញុំត្រូវ fly ពីសិនចិនទៅ Hefei វិញព្រោះការដែលខ្ញុំមកហ្នឹងគឺខ្ញុំហោះពី Hefei ទៅកួងជ័យហើយសបុតដែលខ្ញុំបុកហ្នឹងគឺបុកទៅមកប៉ុន្តែដល់ពេលជាក់ស្ដែងព្រឹកមិញគឺ slon អ្នកនរគ្នា slon ខ្លាំងមែនតើដោយសារតែខ្ញុំស្មានតែសបុតយន្តហោះដែលខ្ញុំបុកមកហ្នឹងវា Hefei កួងជ័យ Hefei ចឹងដល់ពេលជាក់ស្ដែងព្រឹកមិញឆែកមើលទៅបានឃើញថាសបុតយន្តហោះរបស់ខ្ញុំហ្នឹងទៅហ្នឹងគឺ Hefei កួងជ័យតែពេលមកវិញគឺសិនចិន Hefei ពេលចឹងខ្ញុំ slon ខ្លាំងមែនតើ check out សន្តាគារពីព្រឹកហើយត្រូវជិះរថភ្លើងលឿនពីកួងជ័យមកកាន់សិនចិនជារយៈពេល1ម៉ោង10នាទីអ្នកនរគ្នាហើយបានជិះរថភ្លើងពីរថភ្លើងធុនស្រាហ្នឹងពីចំណតស្ថានីយ៍រថភ្លើងលឿនហ្នឹងមកកាន់ពលានយន្តហោះសិនចិនហ្នឹងរយៈពេល1ម៉ោង9នាទីទៀតហើយឥឡូវគឺខ្ញុំមកដល់ខ្ញុំចាំនៅហ្នឹងតាំងពីម៉ោង3ជាងម៉ោង4ល្ងាចចឹងខ្ញុំមកដល់ពលានហ្នឹងហើយដេកចាំរហូតឥឡូវគឺ check in check អីរួចរាល់ហើយអង្គុយចាំកែបពេលឡើងទៅលើយន្តហោះថ្ងៃនេះគឺ slon ខ្លាំងអ្នកនរគ្នាហើយ outfit កាពិត outfit ហ្នឹងអាយគេរ៉ូតគេពាក់អាវយឺតទេប៉ុន្តែដោយសារល្ងាចឹងទៅគឺយកអាវក្រៅយកពាក់អញ្ចឹងណា